សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូបង្ហាញបងប្អូនតាក់ទងជាមួយនឹងកត្រងក៏ដូចជាសម្ភារៈមួយចំនួនទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមធ្វើការបង្ហាញបងប្អូនតាក់ទងជាមួយនឹងកត្រងបាទកត្រងយើងមានប្រមាណប្រភេទបងប្អូននេះមាន5ប្រភេទដោយប្រភេទទី1នេះជាប្រភេទបាទសម្រាប់ដងចៃទឹកក៏បានដងត្រីក៏បានដែរតែនេះបាទនេះដងវាធំបាទដងធំហើយក្រាស់បាទនេះដងធំក្រាស់ហើយប្រភេទទី2ទំហំវារាងតូចជាងប្រភេទទី1បន្តិចតែដងបាទតូចជាងបាទដងតូចជាងក៏ដូចជាកន្លែងគែមនេះក៏រាងតូចជាងដែរបាទនេះយើងអាចដងបានដូចគ្នាបាទតកៅទឹកហើយនឹងត្រីបាទប្រភេទទី3ប្រភេទដូចគ្នាដែរគ្រាន់តែវាខុសទំហំទេបងប្អូនណាខុសទំហំហើយជាមួយនឹងដងនេះបាទវារាងតូចជាងបាទវាតូចជាងអាទី1បាទហើយប្រភេទទី4នេះបងប្អូនណាប្រភេទទី4នេះគឺកត្រងតូចជាងគេអានេះយើងអាចដងក្នុងកែវត្រីបានណាយើងដងត្រីក្នុងកែវអីបានបាទក្នុងប្រភេទទី4ចំណែកឯប្រភេទទី5បងប្អូនបាទប្រភេទទី5គឺជាប្រភេទកត្រងប្រែនបាទប្រភេទកត្រងនេះយើងអាចដកបាននេះដកដូចនេះអញ្ចឹងណាបងប្អូននេះដូចគ្នាអញ្ចឹងគាត់តែមួយដកមួយមិនដកបាទអញ្ចឹងវាវែងដែរបាទហើយវាមាននេះកន្លែងយើងបតោកបញ្យូអីហ្នឹងបាទក្នុងវារាងស្អាតរបស់គេដែរបាទហើយមួយទៀតជំរឿបាទជំរឿគេជ្រៅបាទគូតគេដេបានយ៉ាងល្អស្អាតរបស់គេនេះបាទនេះដេបានស្អាតល្អអានេះយើងដងក្នុងកែវអីក៏បានដែរបាទគូតជ្រៅអញ្ចឹងតាក់ទងជាមួយកត្រងបងប្អូនបាទតាក់ទងមួយកត្រងគឺខ្ញុំមាន5ប្រភេទហ្នឹងណាហើយបងប្អូនចង់បានកុំភ្លេចធ្វើការឆាតមកចូល Telegram 097 633ដើម8218 097 633ដើម8218ឬក៏បងប្អូនអាចធ្វើការឆាតចូលបាទ page របស់ខ្ញុំដោយ page ទី1មានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរបាទ page ទី2មានឈ្មោះថាឆាវលក់ត្រីក្រឹម page ទី3មានឈ្មោះថា Paradise on Earth បាទជាភាសាអង់គ្លេសឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook របស់ខ្ញុំដោយ Facebook មានឈ្មោះថាបាទវិចិត្រ Victory ជាអក្សរអង់គ្លេសអញ្ចឹងកត្រងមាន5ប្រភេទហើយក្រៅពីកត្រងបាទក៏មានជាប្រភេទទឹកស្លឹកឆាត់បងប្អូនណានេះជាប្រភេទទឹកស្លឹកឆាត់អានេះផលិតផលសម្រាប់បាទប្រភេទទឹកស្លឹកឆាត់នេះគឺយើងបន្តចូលក្នុងទឹកក្នុងកែវត្រីរបស់យើងណាបាទក្នុងកែវត្រីរបស់យើងហើយចំពោះការបន្តទឹក1លីត្រយើងបន្តចូល5មីលីលីត្របាទហើយបងប្អូនកុំគិតថាពិបាកបន្តអីដោយសារពេលដែលបងប្អូនទិញទៅគឺខ្ញុំដាក់ទៅយោបឺតឲ្យបងប្អូនបាទដាក់ទៅយោបឺតឲ្យបងប្អូនសម្រាប់បឺតវាបាទអញ្ចឹងបងប្អូនត្រូវការកុំភ្លេចបើធ្វើការឆាតមកហើយប្រភេទទឹកស្លឹកឆាត់នេះវាជំនួយសុខភាពត្រីបាទវាប្រឆាំងជាមួយនឹងប្រភេទបាក់តេរីផ្សិតបាទប្រភេទបាក់តេរីប្រភេទជំងឺផ្សិតនៅក្នុងទឹកណាដែលធ្វើឲ្យត្រីរបស់យើងអាចផ្សិតកតុយផ្សិតអីហ្នឹងបាទប្រភេទនេះគឺប្រឆាំងបាទប្រភេទបាក់តេរីឬក៏ប្រភេទជំងឺផ្សិតផ្សេងហ្នឹងហើយមួយទៀតគឺធ្វើឲ្យត្រីរបស់យើងឡើងពណ៌ស្អាតដែរបាទប្រភេទទឹកនេះណាបាទហើយផលិតផលមួយទៀតនោះបងប្អូនទាំងអស់គ្នាគឺកែវបាទកែវមកសានហ្នឹងគឺថ្មីស្អាតល្អបងប្អូនមើលតែកម្របនេះដឹងហើយបាទថ្មីស្អាតល្អបងប្អូនណាអញ្ចឹងកែវនេះបាទបងប្អូនយើងគាត់ទិញទៅមួយចំនួនហើយបាទគាត់ទិញទៅអស់មួយចំនួនដែរហើយបញ្ជាក់បងប្អូនកែវនេះមិនមែនរហូតទេបាទអត់មានរហូតទេដោយសារយូរទិញបានម្ដងទេបាទយូរទិញបានម្ដងទេមួយខែឬ2ខែទិញបានម្ដងទេបាទហើយបានម្ដងហ្នឹងវាអាចបាន40 50 60អីចឹងទៅម្ដងហ្នឹងណាអញ្ចឹងតែអស់ពីប៉ុណ្ណឹងទៅយើងត្រូវការពេលយូរទៀតតម្រាំតែស្តុកថ្មីចូលមកទៀតមួយវិញទៀតដែរបងប្អូនទាំងអស់គ្នាបាទនេះផលិតផលចុងក្រោយគឺជាប្រភេទអំពូលបាទអំពូលយើងចាប់ជាមួយនឹងទូត្រីបងប្អូនណាបាទនេះអំពូលយើងចាប់ជាមួយនឹងទូត្រី
chẳng pú chặt cho mối tu tray là đi xua là những ai bọt bài này bán bông ôn trong chặt cho mối tu tray các bán bông ôn trong đại cho mối những cao tray các bạn đây bông ôn thọt tray thọt ấy nó trời bà này phơi với miệng bay tòng mà đấy này bà mà tòng pi tòng bay tòng mà phơi bên chăng bà chẳng bông ôn ai thưa cả pra một hệ ní bà còn là ở đây hãy ní đôi xa bà xạ đôi tu sạp đại dương chẳng bà hãy dựng lại kiệp cho mối tu rồi có chỉ mũi cao rồi có chỉ mũi vây xây chết để bóng ôn tròn kiếp bạn ấy dương cả ai vô từ mơ sập hơi ấy các bạn đấy ba chụp bộ bóng ôn nè riêng nè sâu đấy bóng ôn ai pra và pen pù đi làm bài riêng sâu đấy các bạn này và vô từ tam luôn ấy tầng nào mà nãy các bạn này rồi mình tên chẳng video này mình đặt phần năng cái bóng ôn ba ở con trai chụp nhóm video mình topใน background ấy hay bà phải chạy bóng ôn đó tiếp bà sân thì bóng ôn chat máu ai chat trong telegram máu Telegram 0.7 ដើម82 18បាទឬក៏ឆាតចូល page ឬក៏ Facebook ចង់អរគុណជួបខ្ញុំបានវីដេអូបន្តនៅពេលក្រោយទៀតបងប្អូន